របៀបនៃការឆែកមើលដំណើរការអន្តោប្រវេសន៍នៅក្នុងឆ្នាំ2025នេះគឺខាងក្រសួងកូរ៉េមានការអាប់ដេតខុសពីឆ្នាំមុនអញ្ចឹងយើងចុច login បន្ទាប់មកចេញបែបនេះយើងចុចពាក្យ next ចុចមកបាទនៅពេលដែលចេញបែបនេះសូមបងប្អូនវាយឆ្នាំបន្ទាប់មកសរសេរខែបន្ទាប់មកសរសេរថ្ងៃតាមក្រោយឧទាហរណ៍ថាយើងកើតនៅក្នុងឆ្នាំ1999អញ្ចឹងយើងមិនចាំបាច់សរសេរពេញទេសរសេរត្រឹមតែ2លេខបានហើយគឺ99សរសេរលេខខាងចុងខែ7យើងសរសេរលេខ0ហើយបន្ទាប់មកយើងសរសេរលេខ7ថ្ងៃទី10យើងសរសេរធម្មតាអញ្ចឹងទាំងអស់មានចំនួន6លេខចុចពាក្យ next បាទសូមរងចាំបន្តិចអូខេនៅពេលដែលចេញបែបនេះសូមចូលទៅកន្លែងមើលដំណើរការអន្តោប្រវេសន៍ដើម្បីមើលឈ្មោះរបស់យើងថាតើដល់ណាហើយអូខេនេះយើងមើលទៅអញ្ចឹងឈ្មោះនេះគឺមិនទាន់ធ្លាក់ឈ្មោះទេអូខេការឆែកឈ្មោះគឺមានប៉ុណ្្នឹងឯងសូមជូនពរឲ្យបងប្អូនឆាប់ធ្លាក់ឈ្មោះទាំងអស់គ្នាសូមអរគុណច្រើន